សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការសម្រាយរឿងខ្លីៗរឿងបេះដូងអ្នកក្រប៉ុន្តែមុននឹងបន្តសាច់រឿងរបស់យើង admin សូមរំលឹកពាក្យមុនបន្តិចមកឥឡូវយើងកាត់ចុះមកដល់ពូមឿនវិញឃើញថាឥឡូវហ្នឹងគាត់កំពុងតែអង្គុយបុកបញ្ជីបុកចុះបុកឡើងគឺអត់មានឃើញទឹកលុយតាណាទេអ្នកទាំងអស់គ្នាគ្រាន់តែឃើញបញ្ជីភ្លាមមកពូមឿនក៏ដឹងថានាមានហ្នឹងច្បាស់ជាប្រើកែវហ្នឹងឲ្យទៅទាលុយគេហើយនៅពេលហ្នឹងគាត់ក៏បានដល់ទៅរកនាមានចុះទៅដល់ក្នុងបន្ទប់មិនឃើញមានមនុស្សនោះទេគាត់ក៏បានប៉ាងមើលក្រោមខ្នើយហ្នឹងក៏បានឃើញថ្នាំមួយគ្រាប់ហ្នឹងដំបងគាត់គិតដែរបន្ទាប់មកគាត់ក៏បានគិតថាប្រហែលជានាមានហ្នឹងឈឺហើយបានជាមានថ្នាំអញ្ចឹងគាត់មើលមិនដាច់នោះទេថាថ្នាំនោះគឺជាថ្នាំអីហើយគាត់ក៏បាននិយាយថាតើវាឈឺស្អីទៅគាត់ក៏បន្តនិយាយទៀតថាតែវាដូចជាមិនសមបើពេលវានៅផ្ទះឃើញទឹកបុកវាមិនអីផងហ្នឹងដោយនឹកមិនឃើញនេះគាត់ក៏បានបោះថ្នាំនោះដាក់ទៅលើពូកវិញហើយក៏បានដើរចេញទៅតែឥឡូវក៏មកខែពេលយូរយើងចូលភាពបន្តតែម្ដងវ៉ាបានជាកង់មកផ្ទះវិញក៏បានជួបជាមួយនឹងសុផាតតាមផ្លូវសុផាតដែលកំពុងតែដើរហាត់ប្រាណណោះហើយក៏បានសួរនាំវ៉ាថាមួយរយៈនេះគឺដូចជាអត់ឃើញវ៉ាន់ព្រោះតែគេនឹងដើរហាត់ប្រាណមកផ្ទះរបស់វ៉ារហូតប៉ុន្តែមិនឃើញនាងនោះទេនៅពេលហ្នឹងវ៉ាក៏បាននិយាយថាវ៉ាន់គឺបានទៅភ្នំពេញបាត់ហើយគ្រាន់តែលឺអញ្ចឹងសុផាតក៏បានភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះគេមិនដឹងអីសោះតែម្ដងតាំងពីវ៉ាន់ឈប់លក់នៅសាលាមកគឺគេមិនដែលជួបនាងនោះទេហើយឥឡូវលឺដំណឹងថានាងទៅភ្នំពេញបាត់ទៀតក៏បានសួរវ៉ាថាទៅយូរអត់វ៉ាក៏បាននិយាយថាអាច3ទៅ4ខែឬរហូតដល់1ឆ្នាំឯណោះហើយសុផាតក៏បានសួរនាំថាវ៉ាន់ហ្នឹងរៀនជំនាញអីគេអញ្ចឹងវ៉ាក៏បានឆ្លើយថាចង់ដឹងទៅសួរគាត់ខ្លួនឯងទៅមកឥឡូវយើងកាត់ចុះមកដល់យប់ឡើងឃើញថាតាដួងហើយនឹងកៅកំពុងតែនិយាយគ្នាតាដួងគឺគាត់ចង់តែទូរស័ព្ទទៅនួនអញ្ចឹងណាទាំងអស់គ្នាដោយសារតែគាត់នឹកចៅខ្លាំងពេកក៏ប៉ុន្តែកៅប្រាប់ថានាងបានព្យាយាមទេទៅច្រើនដងហើយប៉ុន្តែនួនមិនលើកនោះទេតាដួងបារម្ភខ្លាំងមែនទែនដោយសារតែគាត់ហ្នឹងគឺជាអ្នកបង្ខំនួនហ្នឹងឲ្យរៀបការឥឡូវហ្នឹងគឺនួនស្ងាត់ដំណឹងឆឹងតាក់តងក៏មិនបានអីក៏មិនបានអញ្ចឹងទៅគាត់គិតថានួនប្រហែលជាខឹងគាត់ហើយទៅទេមិនលើកហើយមួយទៀតគាត់បារម្ភថាខ្លាចនួនហ្នឹងមានរឿងអីកាត់ឡើងយប់ដដែលយើងចូលមកដល់នីវ៉ាវិញឃើញថានៅពេលហ្នឹងគឺគេកំពុងតែសាខោអាវហើយអ៊ំរបស់គេក៏បានដើរមកហើយគាត់ក៏មានរឿងចង់សួរនីវ៉ាដែរដោយគាត់សួរថាតើសុផាតគឺជាមនុស្សបែបណាដែរវ៉ាក៏បានឆ្លើយថាបងសុផាតគឺគាត់ជាមនុស្សចិត្តល្អរស់រីរាក់ទាក់គាត់មិនឆ្មាំងឆ្មៃនោះទេដោយមីងភីគាត់សួរពីសុផាតនោះដោយសារតែគាត់ដឹងថាសុផាតហ្នឹងលួចស្រឡាញ់វ៉ាន់ហើយសួរពីវ៉ាន់រហូតហើយគាត់ក៏ជឿជាក់ថាសុផាតហ្នឹងគឺជាមនុស្សល្អដូចគ្នាប៉ុន្តែទាស់ត្រង់ថាគាត់ស្អប់ចរិតម្ដាយរបស់សុផាតចាប់ពីឈរនិយាយគ្នាក៏បានមកអង្គុយលើក្រែនិយាយគ្នាវិញម្ដងហើយម្ដងហ្នឹងគឺនិយាយអំពីវ៉ាម្ដងដោយគាត់សួរថាពេលវ៉ាទៅភ្នំពេញរយៈពេល5ឆ្នាំហ្នឹងមានរកឃើញនារីណាដែលខ្លួនពេញចិត្តនៅវ៉ាក៏បាននិយាយថាអត់ទេហើយគេក៏មិនបានចាប់អារម្មណ៍រឿងអញ្ចឹងដែរព្រោះតែខ្លួនហ្នឹងមានកិច្ចការងារសំខាន់ជាច្រើនទៀតដែលត្រូវធ្វើហើយគេក៏បាននិយាយទៀតថាខ្លួនហ្នឹងរកដណ្ដឹងកូនក្រមុំគេហ្នឹងក្នុងភូមិរបស់យើងស្រួលកុំឲ្យពិបាកហៅភ្ញៀវមកស៊ីការថ្ងៃក្រោយកាត់ចុះមកដល់ព្រឹកឡើងកែវត្រូវបានពុករបស់ខ្លួនហ្នឹងប្រើឲ្យទៅទាលុយគេទៀតហើយដោយសារតែនាមានហ្នឹងគឺបាត់ស្រមោលឆឹងតែម្ដងចំណែកឯនីវ៉ាព្រឹកឡើងក៏បានដើរហើយក៏បានចូលផ្ទះអ៊ីអ្នកជិតខាងហើយគាត់ចំណែកឯនីវ៉ាព្រឹកឡើងគេក៏បានដើរហើយក៏បានចូលទៅសួរសុខទុក្ខជាមួយនឹងអ៊ីដែលគាត់កំពុងតែឈូសស្មៅនៅមុខផ្ទះហ្នឹងហើយក៏បានសួរនាំទៅសប្តាហ៍ថ្ងៃនេះគឺគាត់លំបាកខ្លាំងណាស់រកលុយរកអីមិនបាននោះទេចំណែកឯបំណុលដែលចម្ពាក់ពូមឿនវិញគឺនៅតែដដែលគ្មានលទ្ធភាពសងនោះទេរីឯដីស្រែចម្ការរបស់គាត់ហ្នឹងគឺអត់មានទេដោយសារតែលក់មើលជំងឺប្តីអស់ហើយទីបំផុតប្តីគាត់ក៏អត់នៅជាមួយគាត់ទៀតវ៉ាក៏បានសង្កេតឃើញថាដីនៅក្រៅផ្ទះរបស់គាត់ហ្នឹងគឺធំទូលាយដែរអញ្ចឹងបើយើងមកដាំបន្លែវិញយ៉ាងម៉េចដែរមិញគាត់ក៏បានតបវិញថាគាត់មិនចេះដាំនោះទេហើយមិនប្រកាសថាដាំហ្នឹងគឺបានផលឬអត់ទេវ៉ាក៏បាននិយាយថាគេអាចជួយមិញបានហើយនៅពេលហ្នឹងកែវក៏បានមកដល់ល្មមហើយក៏បាននិយាយសម្រាប់សម្រួលទាលុយរបស់មិញអញ្ចឹងណាប៉ុន្តែយ៉ាងណាមិញនៅតែមិនទាន់មានលុយសងដដែលហ្នឹងដែលមិនដឹងថាធ្វើយ៉ាងម៉េចក៏កែវបណ្ដោយតាមហ្នឹងទៅហើយក៏បានឡើងម៉ូតូទៅវិញក៏ប៉ុន្តែត្រូវបាននីវ៉ាហ្នឹងឡើងបើកមុនហើយក៏បានដឹកកែវហ្នឹងចេញទៅមិនដឹងថាទៅណានោះទេហើយនៅតាមផ្លូវគឺថាឆ្លុះគ្នារហូតមិនដឹងថាចេះតែយ៉ាងម៉េចទេនៅក្នុងខ្លួនម្នាក់ចំណែកឯវ៉ាហ្នឹងមិនដឹងថាគិតអីទេបានដឹកកូនស្រីគេចេញទៅនេះមួយសន្ទុះក្រោយមកវ៉ាក៏បានដឹកកូនស្រីគេហ្នឹងមកដល់មាត់ទឹកពីអ្នកហ្នឹងក៏បានឈរនិយាយគ្នាអំពីអ្នកភូមិអញ្ចឹងណាដោយសារតែមួយថ្ងៃពួកគាត់គ្មានលុយបង់ថ្លៃបំណុលនោះទេរហូតដល់ការហ្នឹងគឺស្មើលុយដើមហើយវ៉ាក៏បាននិយាយទៅកាន់កែវថាចង់ឲ្យកែសម្រួលដោយការកែសម្រួលការប្រាក់អញ្ចឹងណាដោយសារតែតាដួនហ្នឹងគឺយកការប្រាក់របស់អ្នកភូមិហ្នឹងខ្លាំងមែនទែនការប្រាក់គឺស្មើនឹងប្រាក់ដើមទៅហើយដូច្នេះអ្នកភូមិគ្មានលុយបង់នោះទេកែវក៏បានយល់ស្របតាមគំនិតរបស់វ៉ាដូចគ្នាហើយកែវក៏បានអរគុណដល់នីវ៉ាដែរដែលបានផ្ដល់គំនិតហ្នឹងឲ្យគេហើយនាងនឹងព្យាយាមនិយាយជាមួយពុកហើយនឹងតារបស់នាងនៅពេលដែលនាងមកដល់ផ្ទះវិញនាងក៏បានពិភាក្សាជាមួយពុករបស់នាងប៉ុន្តែពុករបស់នាងហ្នឹងគឺមិនយល់ស្របនោះទេគឺនិយាយដាច់អហង្ការមិនយល់ព្រមកែសម្រួលការប្រាក់របស់កូនបំណុលនោះឡើយហើយពីអ្នកឪកូនហ្នឹងក៏បានឆ្លុះប្រកែកគ្នាអញ្ចឹងដោយកែវបានដឹងថានីដែរហ្នឹងបានរាយការណ៍មកឪពុករបស់គេហើយពុករបស់គេហ្នឹងក៏បាននិយាយថាកែវហ្នឹងត្រូវបាននីវ៉ាហ្នឹងពង្វក់ហើយចំណែកឯតាដួងដែលបានឮថាឪកូនហ្នឹងឆ្លុះគ្នាគាត់ក៏បានមកជួបនឹងជាមួយនឹងមីងភីក៏បានស្ដីថាឲ្យមីងភីហ្នឹងឡាតតែម្ដងហើយបាននិយាយថាហាមដាច់ខាតមិន
ឲ្យអាវ៉ាហ្នឹងទៅតាក់ទងជាមួយនឹងចៅស្រីរបស់គាត់ទៀតនោះទេមីងភីគាត់ក៏បាននិយាយថារឿងរបស់ក្មេងៗទុកឲ្យក្មេងៗជាអ្នកដោះស្រាយខ្លួនឯងទៅអ៊ំចាស់ហើយអ៊ំសម្រាប់ខ្លះទៅបើក្មេងៗវាស្រឡាញ់គ្នាយើងក៏អបអរសាទរទៅមីងភីគាត់ក៏បាននិយាយទៀតថាបើសិនជាកែវនិងអាវ៉ាបានរៀបការជាមួយគ្នាគឺល្អតែម្ដងដោយសារតែអាវ៉ាហ្នឹងគឺគេចេះដាំបន្លែហើយដាំបន្លែឲ្យកែវហ្នឹងយកទៅលក់លើទីផ្សារអញ្ចឹងណាគ្រាន់តែលឺអញ្ចឹងហើយតាដួងរបស់យើងឈឺក្បាលចង់សន្លប់តែម្ដងបានមីងភីជួយអញ្ចឹងទៅមីងភីរបស់យើងក៏បានលើកតាដួងហ្នឹងដាក់ម៉ូតូដឹកគាត់ជូនទៅផ្ទះហើយតាដួងវិញគឺថារឹងជជែកខ្លាំងមែនទែនប៉ុន្តែយ៉ាងណាក៏គ្មានជម្រើសដែរនៅតាមផ្លូវគឺថាឆ្លោះគ្នារហូតហើយមួយសន្ទុះក្រោយមកមីងភីក៏បានជូនតាដួងហ្នឹងមកដល់ផ្ទះជូនដល់ក្នុងផ្ទះតែម្ដងសុំបើកវងកញ្ចក់បន្តិចអ្នកទាំងអស់គ្នាតាមពិតទៅមីងភីនិងតាដួងពីមុនដូចជាមិនអញ្ចឹងទេគឺគាត់ត្រូវគ្នាធម្មតាអញ្ចឹងណាពីមុនមីងភីគាត់ក៏បានធ្វើការនៅក្នុងផ្ទះរបស់តាដួងដែរក៏បានធ្លាប់ធ្វើម្ហូបធ្វើអីឲ្យតាដួងហូបធម្មតាអញ្ចឹងណាប៉ុន្តែក្រោយមកមិនដឹងថាយ៉ាងម៉េចទេទៅជាអញ្ចឹងទៅចាំមើលសាច់រឿងទៅមុខទៀតវាទៅជាយ៉ាងណាសាច់រឿងភាគទី22ក៏បានឆ្លេះត្រឹមនេះចង់ដឹងភាគបន្តទៅជាយ៉ាងណាកុំភ្លេចចាំតាមដានទាំងអស់គ្នាណា